តងជាមួយនឹងសម្ពាធឬក៏ stress យើងនិយាយថា stress ហ្មងទៅសួរស្ដាប់លោកគ្រូនឹងដាក់ voice ឲ្យស្ដាប់ហើយតកតងជាមួយនឹងសម្ពាធនេះផងដែរការធ្វើឲ្យមានសម្ពាធនៅក្នុងខ្លួនតកតងភាគច្រើនតកតងជាមួយអ្នកដែលធ្វើការលោកគ្រូជួបច្រើនហើយអីដែលសំខាន់ហ្នឹងគឺនៅពេលដែលសម្ពាធឬក៏ stress នឹងកើនឡើងច្រើនហើយយើងអត់អាចដោះស្រាយវាបានវាធ្វើឲ្យចេញរោគសញ្ញាផ្លូវកាយមួយចំនួនធំដែលយើងចេះច្រឡំថាយើងប្រហែលជាយើងឈឺអីផ្សេងមួយដែលព្យាបាលទៅវាអត់ធូរវាចិត្តតែនៅតែដដែលដោយពេលខ្លះអាចតឹងសាច់ដុំឈឺក្បាលក្តៅខ្លួនចង់ក្អួតចង់ចង្អោរពេលខ្លះអាចជ្រែលមានអារម្មណ៍ថាខ្លួនឯងដូចរលាកកាពះអញ្ចឹងហើយញ៉ាំថ្នាំកាពះហើយអត់ព្រមបាត់ទេហើយពេលខ្លះអាចមានអារម្មណ៍ថាខ្មូលខ្មាញ់នៅក្នុងពោះពេលខ្លះចេះតែរាកអាចឲ្យរាកទៀតពេលខ្លះអាចឲ្យក្តៀនតែករណីដែលរាកហ្នឹងលោកគ្រូជួបច្រើនឲ្យរាកឲ្យរស់មិនស្រួលអ្នកខ្លះអាចពិបាកបត់ជើងតូចពេលខ្លះបត់ជើងតូចញឹកពេកអ្នកខ្លះអត់បត់ជើងតូចសោះក៏មានដែរអារោគសញ្ញាទាំងអស់ហ្នឹងវាមិនមែនសុកវាមកទេវាកើតមានទេវាកើតមានវាផ្សារភ្ជាប់ជាមួយនឹងអាសម្ពាធដែលយើងជួបរាល់ថ្ងៃហ្នឹងហើយអាសម្ពាធហ្នឹងពេលខ្លះអត់ដឹងខ្លួនទេនៅពេលដែលគាត់សម្រេចចិត្តមកជួបខាងវិជ្ជបណ្ឌិតឯកទេសផ្នែកជំងឺផ្លូវចិត្តទើបមានការពិគ្រោះយោបល់ទៅគ្រូពេទ្យរកឃើញថាអីដែលកើតមានជារោគសញ្ញាផ្លូវកាយហ្នឹងវាផ្សារភ្ជាប់ជាមួយនឹងជំងឺផ្លូវចិត្តអញ្ចឹងអាការព្យាបាលផ្លូវចិត្តគឺចូលរួមមួយផ្នែកធំដើម្បីជួយសម្រួលនៅរោគសញ្ញាដែលកើតមានបន្ទាប់ពីគាត់ឈឺផ្លូវចិត្តដែលអត់ដឹងខ្លួនហើយការឈឺផ្លូវចិត្តដែលអត់ដឹងខ្លួនហ្នឹងវាផ្សារភ្ជាប់ជាមួយនឹងសម្ពាធដែលយើងចូលចិត្តហៅថា stress ហើយ stress រ៉ាំរ៉ៃបើយើងមិនបានដោះស្រាយវាឲ្យបានត្រឹមត្រូវទេវានឹងបង្កទៅជារោគសញ្ញាផ្លូវកាយដែលយើងអត់ចាប់អារម្មណ៍ថាខ្លួនឯងមានបញ្ហាផ្លូវចិត្តនោះទេ